taអ្នកមានគម្រោងដកពាក្យបណ្ដឹងនៅពេលណាទៀតហើយនៅមិនទាន់ទៅទៀតនេះគឺជាមេរៀនសម្រាប់នាងបើនាងនៅតែមិនស្ដាប់លើកក្រោយខ្ញុំនឹងមិនដកពាក្យបណ្ដឹងទៀតទេបុរសម្នាក់នេះពិតជារឿងច្រើនមែនគ្រាន់តែមហូបប្រៃឬសាប់បន្តិចឬលើកទូរស័ព្ទយឺតតែប៉ុន្មានវិនាទីក៏ខឹងដែរឮថាលើកនេះមកពីខាងស្រីស្លៀកពាក់មិនតាមការចង់បានរបស់គាត់ឥឡូវក្រោករឿងចង់លេងលះទៀតហើយមានប្តីបែបនេះពិតជាគួរឲ្យអាណិតណាស់FN បុរសដែលខ្ញុំស្រឡាញ់អស់រយៈពេល10ឆ្នាំប៉ុន្តែក្នុងរយៈពេលរៀបការ3ឆ្នាំគាត់សុំលេងលះខ្ញុំដល់ទៅ101ដង100ដងមុនខ្ញុំតែងតែអង្វរគាត់សូម្បីតែលុតជង្គង់សុំឲ្យគាត់ដកពាក្យបណ្ដឹងតែលើកនេះខ្ញុំនឹងមិនឲ្យដកទៀតទេចាប់ពីពេលនេះទៅយើងចប់គ្នាហើយគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេ FN អូឆ្កែអ្នកណាគេមិនព្រមចង់មកតាក់ជើងកំឡោះលោកចឹងតាមពិតមិនមែនឆ្កែទេគឺជាបងថ្លៃស្រីសោះបងថ្លៃស្អីគេខ្ញុំគិតថានាងគ្រាន់តែជាឆ្កែបម្រើរបស់ FN ប៉ុណ្ណោះហើយ FN យើងទៅរកអេវីឬក៏ចង់ធ្វើជាគួរឲ្យអាណិតទៀតហើយមែនទេចង់អង្វរឲ្យខ្ញុំដកពាក្យបណ្ដឹងមែនទេនាងប្រើល្បិចនេះច្រើនដងពេកហើយវាគ្មានប្រយោជន៍សម្រាប់ខ្ញុំទេតោះទៅរកអេវីឲ្យតែអ្នកវិនិយោគលើគម្រោងរបស់ម្ដាយខ្ញុំពេលខ្ញុំបានសម្បត្តិលែងលះយើងនឹងរៀបការយោពមខ្ញុំភ្នាល់ថា3ថ្ងៃទៀត Stella ដែលដូចជាឆ្លើងនោះនឹងត្រឡប់មកវិញអង្វរសុំការអភ័យទោសពី FN ចឹងខ្ញុំភ្នាល់1ថ្ងៃអ្នកណាក៏ដឹងថានាងងប់ងល់នឹង FN ដល់ថ្នាក់លេងដឹងខ្មាស់គេទៅហើយ Stella អ្នកណាក៏និយាយថានាងស្រឡាញ់ខ្ញុំស្ទើរឈួតអស់10ឆ្នាំមកហើយប៉ុន្តែពេលភ្លើងឆេះកាលពី7ឆ្នាំមុនហេតុអ្វីនាងបោះបង់ខ្ញុំចោលទៅជួយមនុស្សចម្លែកទៅវិញខ្ញុំភ្នាល់3ម៉ោងប៉ុន្មានឆ្នាំនេះការដែលខ្ញុំធ្វើបាបនាងគឺជាការដាក់ទោសនិងជាការសាកល្បងនាងបើនាងលុតជង្គង់អង្វរខ្ញុំម្ដងទៀតខ្ញុំនឹងជឿថានាងពិតជាស្រឡាញ់ខ្ញុំមែនបន្ទាប់ពីនេះខ្ញុំនឹងមើលថែនាងឲ្យបានល្អបង FN យ៉ាងណាបងនិង Stella ក៏រៀបការលាក់កំបាំងដែរហេតុអីមិនលែងលះតែម្ដងទៅមែនហើយ FN អេវីគឺជាតារាដ៏ល្បីល្បាញតើនាងមិនល្អជាង Stella ដែលថ្លង់នោះទេយ៉ាងម៉េចមកទីនេះចង់អង្វរសុំការអភ័យទោសពីខ្ញុំមែនទេអេវីហេតុអីបានកងដៃរបស់ខ្ញុំនៅលើដៃនាងម្សិលមិញពេលខ្ញុំនៅក្នុងបន្ទប់គេងបងខ្ញុំគ្រាន់តែនិយាយលេងហើយបង FN ក៏ឲ្យវាមកខ្ញុំតែម្ដងFN ហេតុអីបានជាយករបស់ខ្ញុំទៅឲ្យអ្នកផ្សេងផ្ដេសផ្ដាសបែបនេះចាប់ផ្ដើមប្រច័ណ្ឌហើយមែនទេខ្ញុំប្រាប់លោកប៉ុន្មានដងហើយនេះជារបស់គេតែមួយគត់ដែលម្ដាយខ្ញុំបន្សល់ទុកឲ្យម្ដាយនាងស្លាប់ប៉ុន្មានឆ្នាំហើយគ្រាន់តែកងដៃកញ្ចាស់មួយនឹងសំខាន់ម្ល៉េះថ្ងៃស្អែកខ្ញុំទិញថ្មីឲ្យមួយទៀត
បង FN Stella ប្រហែលជាមិនលែងលះជាមួយបងព្រោះរឿងតូចតាចបែបនេះទេមែនទេលែងណាសាកសួរនាងមើលថានាងហ៊ានទេ